សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 361 Healthy របស់យើងសាជាថ្មីនៅក្នុងវីដេអូថ្ងៃនេះយើងនឹងលើកយកប្រធានបទមួយដែលមនុស្សជាច្រើនប្រហែលជាមិនសូវបានយកចិត្តទុកដាក់ឬអាចចាត់ទុកថាជារឿងឯកជនប៉ុន្តែវាបែរជាបង្កប់នូវគុណប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាពរបស់យើងទាំងផ្លូវកាយនិងផ្លូវចិត្តប្រធានបទមួយនេះគឺអត្ថប្រយោជន៍សុខភាពដ៏គួរឲ្យភ្ញាក់ផ្អើលទាំង5នៃការរួមភេទជាប្រចាំនៅពេលដែលយើងនិយាយអំពីការថែរក្សាសុខភាពមនុស្សភាគច្រើនតែងតែគិតដល់ការហាត់ប្រាណការទទួលទានអាហារដែលមានតុល្យភាពឬការគេងឲ្យបានគ្រប់គ្រាន់ពិតណាស់ចំណុចទាំងនេះពិតជាមានសារៈសំខាន់ប៉ុន្តែតាមការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថាជីវិតផ្លូវភេទដែលមានសុខភាពល្អនិងទៀងទាត់ក៏ជាកត្តាសំខាន់មួយក្នុងការជួយឲ្យយើងមានសុខភាពល្អរស់នៅប្រកបដោយសុភមង្គលនិងថែមទាំងអាចជួយពន្យាអាយុថែមទៀតផងដូច្នេះសូមចំណាយពេលប្រហែល10ទៅ15នាទីខាងមុខនេះដើម្បីស្វែងយល់ទាំងអស់គ្នាអំពីគុណប្រយោជន៍ដ៏អស្ចារ្យទាំងនេះដែលអ្នកអាចនឹងនឹកស្មានមិនដល់តោះកុំឲ្យខាតពេលយូរយើងមកស្វែងយល់អំពីអត្ថប្រយោជន៍សុខភាពដ៏គួរឲ្យភ្ញាក់ផ្អើលទាំង5នៃការរួមភេទជាប្រចាំអត្ថប្រយោជន៍ទី1ពង្រឹងប្រព័ន្ធការពាររាងកាយឬប្រព័ន្ធភាពស៊ាំបងប្អូនទាំងអស់គ្នាអាចនឹងភ្ញាក់ផ្អើលប្រសិនបើដឹងថាការរួមភេទអាចជួយឲ្យរាងកាយរបស់យើងល្អប្រសើរជាងមុននិងអាចប្រឆាំងនឹងជំងឺនានាបានយ៉ាងមានប្រសិទ្ធភាពជាងមុនតើវាដំណើរការយ៉ាងដូចម្តេចនៅពេលដែលយើងរួមភេទជាទៀងទាត់ជាពិសេសគឺពី1ទៅ2ដងក្នុងមួយសប្តាហ៍រាងកាយរបស់យើងនឹងផលិតនូវសារធាតុប្រឆាំងមេរោគម្យ៉ាងដែលមានឈ្មោះថាសារធាតុ Immunoglobulin A ឬហៅកាត់ថា IgA បានច្រើនជាងមុន IgA គឺជាអង់តិករដ៏សំខាន់មួយដែលដើរតួជាខ្សែការពារដំបូងរបស់រាងកាយវាមានវត្តមាននៅក្នុងភ្នាះសើមនៃច្រមុះបំពង់កនិងផ្លូវដង្ហើមដែលជាកន្លែងដែលមេរោគផ្ដាសាយនិងវីរុសផ្សេងៗតែងតែចូលទៅវាយប្រហារមុនគេការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងនៅសាកលវិទ្យាល័យមួយក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិកបានរកឃើញថាក្រុមមនុស្សដែលរួមភេទ1ទៅ2ដងក្នុងមួយសប្តាហ៍មានកម្រិត IgA នៅក្នុងទឹកមាត់របស់ពួកគេខ្ពស់ជាងក្រុមដែលមិនដែលរួមភេទឬរួមភេទតិចជាង1ទៅ2ដងក្នុងមួយសប្តាហ៍នេះមានន័យថារាងកាយរបស់ពួកគេមានសមត្ថភាពខ្ពស់ក្នុងការកម្ចាត់មេរោគមុនពេលដែលវាអាចទៅបង្កទៅជាជំងឺដូច្នេះការរក្សាទំនាក់ទំនងផ្លូវភេទជាប្រចាំជាមួយដៃគូមិនត្រឹមតែនាំមកនូវសុភមង្គលប៉ុណ្ណោះទេតែថែមទាំងប្រៀបដូចជាការចាក់វ៉ាក់សាំងតាមបែបធម្មជាតិដើម្បីជួយការពាររាងកាយរបស់អ្នកពីជំងឺផ្ដាសាយនិងការពារពីជំងឺផ្សេងៗបានមួយកម្រិតទៀតផងដែរប្រយោជន៍ទី2កាត់បន្ថយភាពតានតឹងនិងភាពថប់បារម្ភនៅក្នុងសង្គមបច្ចុប្បន្នដែលពោរពេញទៅដោយការមមាញឹកទាំងការងារការសិក្សានិងបញ្ហាសង្គមភាពតានតឹងនិងភាពថប់បារម្ភបានក្លាយជាផ្នែកមួយនៃការរស់នៅនិងទម្លាប់ប្រចាំថ្ងៃរបស់យើងទៅហើយប៉ុន្តែដំណឹងល្អនោះគឺការរួមភេទគឺជាវិធីសាស្ត្រតាមបែបធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការបំបាត់ភាពតានតឹងនិងភាពថប់បារម្ភនៅពេលដែលយើងមានភាពស្និទ្ធស្នាលជាមួយដៃគូជាពិសេសនៅពេលឈានដល់ចំណុចកំពូលខួរក្បាលរបស់យើងនឹងបញ្ចេញនូវសារធាតុគីមីម្យ៉ាងដែលត្រូវបានគេស្គាល់ថាជាអរម៉ូននៃសេចក្តីសុខអរម៉ូនទាំងអស់នោះរួមមានទី1អរម៉ូន Endorphin វាមានឥទ្ធិពលស្រដៀងគ្នានឹងថ្នាំបំបាត់ការឈឺចាប់និងជួយឲ្យមានអារម្មណ៍ធូរស្រាលនិងរីករាយវាជាអរម៉ូនដែលរាងកាយបញ្ចេញមកនៅពេលដែលយើងបានហាត់ប្រាណរួចទី2អរម៉ូន Oxytocin ត្រូវបានគេស្គាល់ថាជាអរម៉ូននៃក្តីស្រឡាញ់អរម៉ូននេះជួយបង្កើតចំណង់ទំនុកចិត្តនិងកាត់បន្ថយភាពតានតឹងនិងការថប់បារម្ភការអោបថើបនិងការស្ទាបអង្អែលលើរាងកាយអាចជួយជំរុញការបញ្ចេញអរម៉ូននេះផងដែរការរួមបញ្ចូលគ្នានៃអរម៉ូនទាំងនេះបង្កើតបានជាល្បាយដ៏មានថាមពលដែលជួយឲ្យប្រព័ន្ធសរសៃប្រសាទរបស់យើងស្ងប់កាត់បន្ថយកម្រិតអរម៉ូននៃភាពតានតឹងឬ stress ដែលហៅថាអរម៉ូន cortisol នឹងធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលនិងល្អជាងមុននេះបញ្ជាក់ថាការរួមភេទមិនត្រឹមតែជួយបំបាត់ stress ប៉ុណ្ណោះទេនិយាយឲ្យខ្លី
វាថែមទាំងជួយផ្ដល់ឲ្យយើងនូវសមត្ថភាពក្នុងការគ្រប់គ្រងភាពតានតឹងកាន់តែប្រសើរទៀតផងអត្ថប្រយោជន៍ទី3ជួយឲ្យគេងលក់ស្រួលនិងគេងលក់ស្ងប់ជាងមុនប្រសិនបើអ្នកជាមនុស្សម្នាក់ដែលតែងតែពិបាកគេងឬភ្ញាក់កណ្ដាលយប់ញឹកញាប់ការរួមភេទអាចជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នកបន្ទាប់ពីឈានដល់ចំណុចកំពូលរាងកាយរបស់យើងនឹងបញ្ចេញអរម៉ូនម្យ៉ាងទៀតឈ្មោះថាអរម៉ូនប្រូឡាក់ទីនអរម៉ូននេះត្រូវបានគេស្គាល់ថាមានតួនាទីដើម្បីបង្កើតអារម្មណ៍នៃការស្កប់ស្កល់និងការសម្រាកលំហែយ៉ាងជ្រាលជ្រៅសម្រាប់បុរសអរម៉ូននេះនឹងធ្វើឲ្យមានអារម្មណ៍ងងុយគេងខ្លាំងដែលជាមូលហេតុដែលបុរសជាច្រើនតែងតែគេងលក់ភ្លាមបន្ទាប់ពីរួមភេទរួចចំណែកឯស្ត្រីវិញទោះបីជាការឆ្លើយតបអាចខុសគ្នាបន្តិចប៉ុន្តែការកើនឡើងនៃអរម៉ូន endorphin និងអរម៉ូន oxytocin ដូចដែលបានរៀបរាប់ខាងលើក៏ជាផ្នែកមួយជួយឲ្យអារម្មណ៍ស្ងប់និងធ្វើឲ្យរាងកាយបានសម្រាកដែលជាលក្ខខណ្ឌដ៏ល្អសម្រាប់ការគេងលក់ការរួមភេទប្រៀបបានទៅនឹងការហាត់ប្រាណស្រាលមួយប្រភេទដែលជួយឲ្យរាងកាយបញ្ចេញថាមពលហើយនៅពេលដែលរួមផ្សំជាមួយនឹងឥទ្ធិពលអរម៉ូន endorphin និង oxytocin ដូចដែលបានរៀបរាប់ខាងលើនឹងបង្កើតបានជាថ្នាំងងុយគេងតាមបែបធម្មជាតិដ៏មានប្រសិទ្ធភាពដែលមិនមានផលប៉ះពាល់ដោយការប្រើប្រាស់ថ្នាំពេទ្យនោះទេអត្ថប្រយោជន៍ទី4ជួយថែរក្សាសុខភាពបេះដូងបេះដូងគឺជាសរីរាង្គដ៏សំខាន់បំផុតក្នុងរាងកាយរបស់យើងហើយការរួមភេទអាចជួយឲ្យបេះដូងរបស់យើងមានសុខភាពល្អសកម្មភាពផ្លូវភេទគឺជាទម្រង់មួយនៃការហាត់ប្រាណវាជួយដល់ចង្វាក់បេះដូងធ្វើឲ្យចរន្តឈាមរត់បានល្អប្រសើរនិងជួយដុតបំផ្លាញកាឡូរីជាមធ្យមការរួមភេទមួយដងអាចដុតបំផ្លាញថាមពលបានប្រហែល85ទៅ100កាឡូរីឬច្រើនជាងនេះអាស្រ័យលើកម្រិតនៃសកម្មភាពការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញទំនាក់ទំនងរវាងការរួមភេទទៀងទាត់និងហានិភ័យនៃជំងឺបេះដូងដែលថយចុះការសិក្សាមួយដែលធ្វើឡើងនៅប្រទេសអង់គ្លេសបានតាមដានបុរសមួយក្រុមអស់រយៈពេល20ឆ្នាំហើយបានរកឃើញថាបុរសដែលរួមភេទ2ដងឬច្រើនជាងនេះក្នុងមួយសប្តាហ៍មានហានិភ័យកើតជំងឺគាំងបេះដូងតិចជាងបុរសដែលរួមភេទតិចជាង1ដងក្នុងមួយខែរហូតដល់ទៅពាក់កណ្ដាលមូលហេតុគឺដោយសារតែការរួមភេទជួយរក្សាតុល្យភាពនៃអរម៉ូនអេស្ត្រូហ្សែនចំពោះស្ត្រីនិងអរម៉ូនតេស្តូស្តេរ៉ូនសម្រាប់បុរសដែលអរម៉ូនទាំងពីរនេះមានតួនាទីសំខាន់ក្នុងការការពារជំងឺបេះដូងលើសពីនេះទៅទៀតដោយដែលបានរៀបរាប់ក្នុងអត្ថប្រយោជន៍ទី2ការរួមភេទជួយកាត់បន្ថយភាពតានតឹងនិងសម្ពាធឈាមដែលជាកត្តាហានិភ័យចម្បងនៃជំងឺបេះដូងនិងសរសៃឈាមអត្ថប្រយោជន៍ទី5ពង្រឹងទំនាក់ទំនងនិងចំណងមេត្រីភាពជាមួយដៃគូលើសពីអត្ថប្រយោជន៍ផ្នែកសុខភាពរាងកាយការរួមភេទដើរតួនាទីយ៉ាងសំខាន់ដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរបស់ដៃគូឲ្យកាន់តែរឹងមាំនិងទទួលបានសុភមង្គលភាពស្និទ្ធស្នាលខាងរាងកាយជំរុញឲ្យមានការបញ្ចេញអរម៉ូន endorphin និងអរម៉ូន oxytocin អរម៉ូនទាំងនេះបង្កើតអារម្មណ៍ជឿជាក់យល់ចិត្តគ្នានិងធ្វើឲ្យយើងមានអារម្មណ៍ផ្សារភ្ជាប់ជាមួយដៃគូកាន់តែខ្លាំងវាជាមូលហេតុដែលការអោបការថើបនិងការប៉ះពាល់រាងកាយធ្វើឲ្យយើងមានអារម្មណ៍ល្អនិងមានសេចក្តីសុខការរួមភេទមិនមែនគ្រាន់តែជាសកម្មភាពខាងរាងកាយប៉ុណ្ណោះទេវាគឺជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់បំណងប្រាថ្នានិងភាពស្និទ្ធស្នាលខាងផ្លូវអារម្មណ៍វាជួយឲ្យដៃគូទាំងពីរមានអារម្មណ៍ថាត្រូវបានគេស្រឡាញ់ត្រូវការនិងកោតសរសើរផងដែរទំនាក់ទំនងដែលរឹងមាំនិងពោរពេញដោយសេចក្តីស្រឡាញ់គឺជាប្រភពនៃសុភមង្គលផ្លូវចិត្តដ៏ធំធេងដែលអាចជួយឲ្យគូស្នេហ៍ទាំងពីរជំនះនូវឧបសគ្គនានាក្នុងជីវិតបានយ៉ាងងាយស្រួលសេចក្តីសន្និដ្ឋានមកដល់ចំណុចនេះយើងបានឃើញហើយថាការរួមភេទជាប្រចាំនាំមកនូវអត្ថប្រយោជន៍ភ្ញាក់ផ្អើលជាច្រើនចាប់តាំងពីការពង្រឹងប្រព័ន្ធការពាររាងកាយការកាត់បន្ថយភាពតានតឹងការធ្វើឲ្យគុណភាពនៃការគេងប្រសើរឡើងការលើកកម្ពស់សុខភាពបេះដូងរហូតដល់ការរឹតចំណងទំនាក់ទំនងជាមួយដៃគូវាជារឿងសំខាន់ដែលត្រូវចងចាំថាអត្ថប្រយោជន៍ទាំងអស់នេះកើតចេញពីជីវិតផ្លូវភេទដែលមានសុខភាពល្អដែលនេះមានន័យថាវាត្រូវតែកើតឡើងដោយការស្ម័គ្រចិត្តការគោរពគ្នាទៅវិញទៅមក
និងស្ថិតក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដែលពោរពេញដោយសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ការរួមភេទដោយសុវត្ថិភាពក៏ជាកត្តាចាំបាច់ដែលមិនអាចមើលរំលងបានដូច្នេះសូមកុំមើលរំលងអំណោយទានបែបធម្មជាតិមួយនេះវាជាផ្នែកមួយដ៏សំខាន់នៃសុខភាពរបស់យើងទាំងអស់គ្នាទាំងផ្លូវកាយនិងផ្លូវចិត្តការវិនិយោគពេលវេលានិងថាមពលទៅក្នុងភាពស្និទ្ធស្នាលជាមួយដៃគូគឺជាការវិនិយោគទៅលើសុខភាពនិងសុភមង្គលយូរអង្វែងរបស់អ្នកទាំងពីរសូមអរគុណសម្រាប់ការទស្សនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច like share និង subscribe Channel 361 Healthy ដើម្បីទទួលបានវីដេអូថ្មីៗស្ដីអំពីចំណេះដឹងសុខភាពពី Channel របស់យើងខ្ញុំបន្ថែមទៀតសូមជូនពរឲ្យបងប្អូនមានសុខភាពល្អទាំងអស់គ្នាសូមជម្រាបលា